សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរនៅខ្ញុំនឹងធ្វើការបង្ហាញពីឈុតម៉ូតូនិងរទេះជាប្រភេទលក់គុយទាវស៊ុបបាយឆាប្រហិតបំពងស្លាប់មន់អាំងសាច់គោលើផ្ទះហើយនឹងភេសជ្ជៈគ្រប់មុខចាសម្រាប់មួយឈុតនេះដែរគឺបងប្រុសបងស្រីនៅខាងតួកោគាត់បានធ្វើការកំងទិញមួយឈុតនឹងតែម្ដងចាម៉ូតូហើយនឹងរទេះពីខាងខ្ញុំផ្ទាល់តែម្ដងចាខ្ញុំរៀបចំជូនមកស្អាតនៅក្នុងវីដេអូដែលខ្ញុំបាន live អញ្ចឹងចាសម្រាប់ម៉ូតូគឺជាប្រភេទម៉ូតូ Series ចាជាប្រភេទកាំរាយប្រាំងខ្សែគឺយើងមានការកែក្បាលតពុកម៉ូតូចាកែបូមកែច្បាប់មញងជូនមកកំ pl ចាសម្រាប់លម្អកាទៀវយើងដែរគឺដែលមានទំហំខ្នាតតតឹងវា90បដាវា1.8 ម៉ែត្រចាគឺយើងមានថែមជូនដូចជាឆ្នាំងស៊ុបលេខ45ចាឆ្នាំងស៊ុបលេខ45ហើយក្បាលហ្គាសចំនួន3ចានៅក្រោមឆ្នាំងស៊ុបនេះមានមួយទៀតចាក្បាលហ្គាសចានៅខាងក្រោមចាហើយកន្លែងឆាគឺមានក្បាលហ្គាសមួយទៀតដូចគ្នាចាក្បាលហ្គាសកន្លែងឆានេះគឺមាន2ហើយយើងមានការតខ្សែហ្គាសចាតប្រព័ន្ធហ្គាសជូនមកសំណុំមកស្អាតដូចវីដេអូដែលខ្ញុំបាន live អញ្ចឹងចាហើយមានថែមថុងហ្គាសពេញ10គីឡូមួយទៀតចាហើយមានទូកញ្ចក់ចាទូកញ្ចក់តតឹង3ទឹកកម្ពស់70 2ថ្នាក់3ប្រឡោះចាហើយមានតនើដាក់អវ៉ាន់ចាហើយចំពោះថ្នាំគាត់បានកំងយកថ្នាំបាញ់ពណ៌ក្រហមចាពណ៌ស្រស់មែនទែនចាពណ៌នេះចាហើយលម៉កនេះគឺយើងដាក់ប្រភេទដែកក្រាស់ដែកតាន់ជូនគាត់តែម្ដងចាដាក់ប្រភេទដែកអុយចាមេជើងក្រោមហើយចឹងដបូលអីដាក់សាជ្រុងសាមចាមេដបូលចាជើងដបូលវាចាហើយមានចង្ក្រានអាំងសាច់មួយទៀតគាត់ចង់អាំងសាច់អាំងអីលក់ក៏បានដែរចាចង្ក្រាននេះដាក់សុទ្ធតែធំឲ្យគាត់ទៀតចាហើយដបូលគឺយើងប្រាក់អ៊ីសូឡង់លីជាមួយនឹងសង្កសីមានស្លាបបាក់អមសងខាងចាម្ខាងនេះក៏បើកបានម្ខាងនេះក៏បើកបានដែរហើយយើងមានបិទរូបភាព highlight ជូនគាត់មកស្អាតចាគាត់ដាក់រូបកូនគាត់ទៀតចានេះលក់គុយទាវបាយប្រហិតស្លាប់មន់អាំងគោលើផ្ទះហើយនឹងភេសជ្ជៈគ្រប់មុខចាយើងមានការរៀបចំ design មកស្អាតជូនគាត់ណាចាតែងទៅគឺចំណេញតែម្ដងចាគឺយើងរៀបចំមក set ជូនគាត់តែម្ដងហើយចំពោះកង់គឺយើងដាក់ប្រភេទកង់សគួរចាកង់វងធំចាជូនគាត់រៀបចំរួចរាល់អស់ហើយចាចំពោះផ្នែកខាងលើដបូលគឺយើងអាចដាក់តុដាក់កៅអីបានចាយើងធ្វើកាច់4ជ្រុងចាសម្រាប់ពុកម៉ែបងប្អូនមានតម្រូវការចង់កំងទិញទាំងម៉ូតូទិញទាំងលំអអីក៏អាចធ្វើការតាក់ទងតាមលេខ3ខ្សែដែលនេះខ្ញុំដាក់ប្រាខាងលើឬក៏ឆាតចូលเพจរបស់នេះខ្ញុំផ្ទាល់ឬក៏ចុចលើ link Telegram របស់នេះខ្ញុំក៏បានដែរចាសម្រាប់ទីតាំងរបស់យើងខ្ញុំគឺនៅភ្នំពេញនៅផ្សារដើមថ្កូវលើផ្លូវ271នៅម្ដុំធនាគារ ABA ស្លាកយីហោរបស់យើងខ្ញុំគឺឈ្មោះផាតតារាចាខាងសិប្បកម្មធ្វើរទេះរបស់យើងខ្ញុំគឺមានទទួលធ្វើគ្រប់ទំហំខ្នាតទាំងអស់មិនថាលក់មួយកន្លែងសំដងម៉ូតូចាចាប់ខ្ចប់ម៉ូតូចំហៀងឈុតទាំងម៉ូតូទាំងរទេះអីគឺមានធ្វើទាំងអស់ចាជាចុងក្រោយនេះខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់នេះខ្ញុំចាប់ពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលាចា